ស្តីពីការងារនៅកម្ពុជាការចុះបញ្ជីការសហគ្រាសជាមួយក្រសួងឬមន្ទីរការងារនៅមណ្ឌលបណ្ដាវិជ្ជាជីវៈឬហៅដោយខ្លីថាក្រសួងឬមន្ទីរការងារគឺជាកាតព្វកិច្ចតាមច្បាប់មិនមែនជាជំរើសឡើយកាតព្វកិច្ចនេះអនុវត្តចំពោះសហគ្រាសទាំងអស់ដែលមានប្រើប្រាស់បុគ្គលិកមិនថាជាក្រុមហ៊ុនក្នុងស្រុកក្រុមហ៊ុនវិនិយោគបរទេសសាខាឬការិយាល័យតំណាងឡើយជាក់ស្ដែងមានអាជីវកម្មជាច្រើនផ្ដោតលើការចុះបញ្ជីពាណិជ្ជកម្មនិងពន្ធដារប៉ុន្តែเมื่อរំលងការចុះបញ្ជីនៅក្រសួងឬមន្ទីរការងារការខកខាននេះនឹងនាំឲ្យមានហានិភ័យផ្នែកច្បាប់និងការផាកពិន័យចំពោះម្ចាស់សហគ្រាសសំណុំបែបបទបញ្ជីការសហគ្រាសក្នុងដំណាក់កាលដំបូងមានដូចជាទី1ករណីសហគ្រាសមានប្រើប្រាស់បុគ្គលិកតិចជាង8នាក់ម្ចាស់សហគ្រាសត្រូវស្នើសុំសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសសៀវភៅបញ្ជីប្រចាំសហគ្រាសសៀវភៅបើកប្រាក់ឬលិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រនិងសៀវភៅការងារនិងបានសម្គាល់បុគ្គលិកខ្មែរនៅបរទេសទី2ករណីសហគ្រាសមានប្រើប្រាស់បុគ្គលិកចាប់ពី8នាក់ឡើងទៅម្ចាស់សហគ្រាសត្រូវស្នើសុំសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសសៀវភៅបញ្ជីប្រចាំសហគ្រាសសៀវភៅបើកប្រាក់ឬលិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រសៀវភៅការងារនិងបានសម្គាល់បុគ្គលិកខ្មែរនៅបរទេសការទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកនិងការចុះទៅថការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាសការខកខាននៅក្នុងការអនុវត្តកាតព្វកិច្ចដែលបានរៀបរាប់សហគ្រាសនឹងត្រូវប្រឈមជាមួយនឹងការពិន័យជាប្រាក់ចាប់ពី$420រហូតដល់$11,760ឬអាចលើសពីនេះអាស្រ័យលើការត្រួតពិនិត្យជាក់ស្ដែងរបស់អធិការការងារ